ជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរថ្ងៃនេះខ្ញុំបានធ្វើការចែករំលែកអំពីអត្ថប្រយោជន៍របស់ខ្ទឹមសឆៅយើងគួរទទួលទានជារៀងរាល់ថ្ងៃផងដែរបាទការញ៉ាំខ្ទឹមសឆៅមួយកំពឹសជារៀងរាល់ថ្ងៃពេលពោះទទេនោះអ្នកនឹងមិនជឿថាមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នកឡើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលខ្ទឹមសឆៅនេះមានឥទ្ធិពលខ្លាំងជាងថ្នាំណាមួយដែលអ្នកអាចទិញបានខ្ទឹមសសម្បូរទៅដោយអាលីស៊ីន ម៉ាញ៉េស្យូម ស៊ីលីកូន ផូស្វ័រ អ៊ីយ៉ូត វីតាមីន B6 វីតាមីន B2 វីតាមីន B1 និងច្រើនទៀតប៉ុន្តែនេះគឺជាអត្ថកម្បាំងមួយដើម្បីទទួលបានអត្ថប្រយោជន៍ 100% របស់វាអ្នកត្រូវតែញ៉ាំវាឆៅកំពឹសឆៅមួយកំពឹសជារៀងរាល់ពេលព្រឹកអាចធ្វើឲ្យអ្នកប្រសើរឡើងនៅសុខភាពសរសៃឈាមបេះដូងរបស់អ្នកដោយបន្ថយកូលេស្តេរ៉ុលនិងត្រីក្លីសេរ៉ាល់វាក៏ជួយដល់កាត់បន្ថយសម្ពាធឈាមផងដែរដោយសារតែឥទ្ធិពលធម្មជាតិរបស់វានៅក្នុងការកាត់បន្ថយសម្ពាធឈាមខណៈពេលដែលគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមខ្ទឹមសថែមទាំងមានលក្ខណៈសម្បត្តិប្រឆាំងនឹងដុំសាច់ដែលមានន័យថាវាអាចជួយការពារជំងឺមហារីកនិយាយត្រង់ទៅនោះគឺជាហេតុផលគ្រប់គ្រាន់ដើម្បីញ៉ាំវាជារៀងរាល់ថ្ងៃវាជាការការពារកកឈាមដោយរំលាយកំណកឈាមពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកនិងកាត់បន្ថយភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគដែលជារឿងសំខាន់ជាពិសេសនាពេលអនាគតនិងពេលបច្ចុប្បន្នផងដែរអំណាចប្រឆាំងនឹងការរលាកទាំងអស់នេះមិនត្រឹមតែធ្វើឲ្យរាងកាយទាំងមូលមានភាពស្ងប់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបន្ធូរបញ្ហាផ្លូវដង្ហើមការកកស្ទះនិងក្អកផងដែរការសិក្សាមួយលើស្ត្រីអស់រដូវបានបង្ហាញថាការញ៉ាំខ្ទឹមសឆៅត្រឹមតែ2ក្រាមក្នុងមួយថ្ងៃជួយបង្កើនកម្រិតអរម៉ូនអេស្ត្រូហ្សែននិងកាត់បន្ថយការបាត់បង់ឆ្អឹងហើយអរគុណចំពោះសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាខ្ទឹមសថែមទាំងអាចការពារប្រឆាំងនឹងជំងឺភ្លេចភ្លាំងជំងឺវង្វេងវង្វាន់ទៀតផងរបៀបប្រើប្រាស់របស់វាហាន់ខ្ទឹមសមួយកំពឹសជាដុំតូចកំទេចស្រាលដើម្បីបញ្ចេញសារធាតុអាលីស៊ីនហើយលេបវាដោយមិនចាំបាច់ទំពាផឹកទឹកមួយកែវដើម្បីជៀសវាងក្លិនមាត់ខ្ទឹមសកុំលេបខ្ទឹមសទាំងមូលដោយមិនទាន់កាត់ឬក៏ហាន់ចំណិតធ្វើបែបនេះជារៀងរាល់ព្រឹកពេលពោះទទេហើយរីករាយជាមួយនឹងអត្ថប្រយោជន៍ដ៏មានឥទ្ធិពលរបស់វាប៉ុន្តែត្រូវជៀសវាងខ្ទឹមសឆៅប្រសិនបើអ្នកមានបញ្ហាហូរឈាមមានផ្ទៃពោះកំពុងបំបៅដោះកូនឬមានជំងឺសរសៃឈាមទាបប្រសិនបើអ្នកចូលចិត្តរឿងនេះសូមជួយធ្វើការ comment នៅពាក្យខាងក្រោមដើម្បីផ្ដល់យោបល់ទៅវិញទៅមកកុំភ្លេចជាវដើម្បីទទួលបានអត្ថកម្បាំងធម្មជាតិបន្ថែមទៀតសូមសរសេរពាក្យថាល្អណាស់ដើម្បី comment ខាងក្រោមឲ្យ admin ធ្វើការបកប្រែបន្ថែមអំពីព័ត៌មានពាក់ព័ន្ធជាមួយនឹងបន្លែផ្លែឈើត្រីសាច់មាន់ទាដែលសម្បូរដោយសារធាតុវីតាមីនជាច្រើនផងដែរកុំភ្លេចជួយធ្វើការ share និង follow page ម្នាក់មួយផងដែរជូនពរឲ្យបងប្អូនគ្រប់គ្នាទទួលបាននូវសុខភាពល្អនិងអាយុវែងបាទអរគុណជម្រាបលាបាទ